ម៉ាក់របស់យ៉ាវយ៉ាវនៅបន្ទប់លេខ302មែនទេបានហើយខ្ញុំមកដល់ហើយនឹងចូលទៅភ្លាមជីឆឹងតើដំណឹងនេះពិតមែនទេប្រកាសណាស់គឺបន្ទប់302នេះឯងលោកតាកុំបារម្ភអីខ្ញុំចំណាយលុយច្រើនណាស់ដើម្បីទិញដំណឹងសម្ងាត់នេះម្ដាយក្មេករបស់លោកចង់ស្នាក់នៅបន្ទប់302នេះឯងមិនខុសទេម៉ាក់អត់ប្រយោជន៍នេះមកធ្វើអីនៅទីនេះគឺមួយវាដឹងដំណឹងនេះដែរចង់យករបស់របរថោកទាបនេះទៅយកចិត្តគេមែនទេមិនបានទេមិនអាចឲ្យវាបំផ្លាញផែនការខ្ញុំបានឡើយលូជឿងហ្វាឯងតាមមករំខានដល់ទីនេះទៀតឯងមកធ្វើអីនៅទីនេះខ្ញុំមកមើលម៉ាក់ខ្ញុំពួកអ្នកឯងកិច្ចទៅឯងច្រឡំហើយអ្នកមីងខ្ញុំមិននៅទីនេះទេនិយាយស្ដីឲ្យចេះគោរពគ្នាខ្លះយ៉ាវយ៉ាវប្រាប់ថាម៉ាក់នៅបន្ទប់លេខ302មិនខុសទេយករបស់របរតម្លៃនេះមកសង្ឃឹមចង់បានមុខមាត់មែនទេហេមើលមុខខ្លួនឯងក្នុងកញ្ចក់ខ្លះទៅឆាប់ចេញទៅឲ្យឆ្ងាយអូលោកយាយពួកយើងមកសួរសុខទុក្ខលោកយាយហើយប៉ាម៉ាក់យ៉ាងម៉េចហើយពួកកូនមកធ្វើអីនៅទីនេះប៉ាយ៉ាងម៉េចហើយគេមកដល់ហើយខ្ញុំយកអាហារបំពន់មកជូនម៉ាក់ពួកអ្នកឯងមកទីនេះធ្វើអីគេមិនបានធ្វើបាបម៉ាក់ទេមែនទេម៉ាក់កុំបារម្ភខ្ញុំមិនអីទេម៉ាក់សម្រាកទៅអូអ្នកមីងទី2ខ្លួនប្រានឈឺថ្កាត់បែបនេះហើយនៅខ្វល់ពីអត្ថប្រយោជន៍នេះទៀតអេពួកអ្នកឯងធ្វើឲ្យម៉ាក់ខ្ញុំឈឺបែបនេះខ្ញុំមិនទាន់គិតគូរជាមួយពួកអ្នកឯងនៅហ៊ានមកទីនេះទៀតឆាប់ចេញទៅឲ្យឆ្ងាយពាក់ព័ន្ធអីនឹងពួកយើងយកកាដូថ្លៃមកជូនដើម្បីសួរសុខទុក្ខម្ដាយក្មេកលោកចុងនៃក្រុមហ៊ុនជីសឹងទេតើពួកកិននេឲ្យកទាំងអស់គ្នាកុំធ្វើឲ្យខូចសំណាងល្អរបស់យើងឲ្យសោះម្ដាយក្មេកប្រធានក្រុមហ៊ុនជីសេងអូយលោកយាយយើងមកសួរសុខទុក្ខលោកយាយហើយលោកយាយសុខភាពលោកយាយយ៉ាងម៉េចដែរនេះជាកាដូតិចតួចពីពួកយើងហេពួកអ្នកជានរណាប៉ានេះមែនជាម្ដាយក្មេកលោកចិនមែនទេមិនក៏មានអារម្មណ៍ថាចម្លែកម្លេះយើងស្គាល់មនុស្សខុសហើយមែនទេស្ងាត់មកទៅម្ដាយក្មេកគេបែបនឹងហើយទើបហៅថាមានចរិតលក្ខណៈយកទេត្រូវហើយខ្ញុំស៊ើបសួរច្បាស់អស់ហើយម្ដាយក្មេកលោកចង់ស្នាក់នៅបន្ទប់302មិនមែនគាត់ទេតើអាចជាគាត់បានយ៉ាងម៉េចឬមួយក៏ជាគាត់វាមិនអាចទៅរួចទេមនុស្សកំសាកដែលរស់ដោយសារប្រពន្ធម្នាក់នេះក្រុមហ៊ុនជីសេងនឹងវាមិនមែនជាសុបិនទេត្រូវហើយលោកយាយម្នាក់នេះមើលទៅចម្លែកតែមើលទៅកាយវិការគាត់ប្រកាសជាអ្នកមានហើយលោកយាយនេះជាយិនសិនអាយុកាលរាប់ពាន់ឆ្នាំលោកយាយញ៉ាំទៅដើម្បីសុខភាពសូមស្អុយណាស់មិនឆ្ងាញ់សោះលោកយាយយើងខ្ញុំពិតជាខ្វះការពិចារណាហើយមិនឃើញមានភាពកក់ក្ដៅដូចឆ្កែខ្ញុំសោះគាត់ចេះធ្វើអែបអបណាស់បងប្រុសនេះឲ្យតែគាត់សប្បាយចិត្តកិច្ចសន្យារាប់រយលាននឹងបានមកដល់ដៃដើម្បីអនាគតរបស់យើងតោះលេងទាំងអស់គ្នាហាល្អលេងសប្បាយណាស់ពីរអ្នកនោះមិនក៏មិនហៅគាត់ទៅហេសប្បាយណាស់តែពិតជាអ្នកជំងឺវង្វេងវង្វាន់សោះខ្ញុំចង់ឃើញណាស់ថាពួកអ្នកល្ងងទាំងអស់នេះនឹងធ្វើការផ្គប់ចិត្តអ្នកជំងឺវង្វេងវង្វាន់យ៉ាងម៉េចលោកតាហាក់ដូចជាមិនស្រួលសោះ
មានអារម្មណ៍ថាខួរក្បាលគាត់មានបញ្ហាមែនចុងមិនក៏ម៉ែក្មេកលោកចុងមានបញ្ហាស្មារតីទៅកើតនេះគឺជាការសាកល្បងចិត្តស្មោះត្រង់របស់យើងពីលោកចុងយើងមិនអាចឲ្យអ្នកដទៃដណ្ដើមមុខមាត់បានទេបើអាចឲ្យលុយគាត់បានការសហការនឹងកើតឡើងរឿងអាម៉ាស់បន្តិចបន្តួចនេះមិនមែនជារឿងធំដុំទេលោកតាពិតជាមានគំនិតជ្រៅជ្រះមែនចុះរឿងដែលគាត់ថាយិនសិននេះល្វីងនោះតើវាជាពាក្យសម្ងាត់អ្វីឬអត់គាត់កំពុងតែអ៊ូថាចំនួនលុយមិនទាន់គ្រប់គ្រាន់គាត់កំពុងណែនាំយើងឲ្យបញ្ចេញលុយពិតប្រាកដមកបើមិនហ៊ានបោះទុនក៏មិនអាចចាប់បានផលធំដែរដើម្បីកិច្ចសន្យារាប់រយលានលុយប៉ុណ្ណឹងមិនមែនជារឿងធំទេត្រឡប់ទៅវិញយកអ្វីដែលមានក្នុងផ្ទះទៅបញ្ចាំឲ្យអស់ដកលុយសុទ្ធចេញមកទាំងអស់សូម្បីតែផ្ទះចាស់ក៏ត្រូវតែបញ្ចាំដែរគ្រួសារខ្ញុំនៅសល់អ្វីទៀតទៅមានតែទៅសុំលោកយាយប៉ុណ្ណោះទោះគាត់ចង់បានផ្កាយលើមេឃក៏ខ្ញុំគ្មានឲ្យដែរយោពមត្រូវហើយយើងត្រូវតែធ្វើឲ្យលោកចុងឃើញថាគ្មាននរណាសមនឹងទទួលបានការទុកចិត្តជាងគ្រួសារលីងយើងទេប៉ាតាមបញ្ជារបស់ប៉ាខ្ញុំរៀបចំរួចរាល់អស់ហើយនេះគឺជាទ្រព្យសម្បត្តិទាំងអស់ដែលយើងមានឲ្យតែទទួលបានកិច្ចសន្យានេះការវិនិយោគប៉ុណ្ណឹងមិនមែនជារឿងធំទេថ្ងៃក្រោយគ្រួសារលីងយើងនឹងក្លាយជាអ្នកមានបំផុតក្នុងក្រុងគ្មាននរណាអាចប្រៀបនឹងយើងបានទេលោកយាយកាលពីមុនគឺពួកយើងមិនបានរៀបចំឲ្យបានល្អឥឡូវនេះគឺជាកាដូដែលគ្រួសារលីងយើងរៀបចំជូនលោកយាយយ៉ាងពិសេសសូមពិនិត្យមើលនេះគឺជាបណ្ណកម្មសិទ្ធិទូកកំសាន្តដ៏ប្រណីតថ្ងៃក្រោយលោកយាយអាចជិះទូកកំសាន្តបានរាល់ថ្ងៃនេះគឺជាកាដូដ៏ប្រណីតដែលយើងបានរៀបចំឈុតនេះទៀតនេះគឺជាគ្រឿងអលង្ការត្បូងមរកតសុទ្ធស័ក្តិសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកយាយបំផុតមិនចូលចិត្តត្បូងមរកតរបស់ខ្ញុំទៅរកលុយមកសង្វិញភ្លាមលោកតាផ្ទះយើងលែងមានលុយហើយលក់រោងចក្រផ្លាស្ទិកទាំងពីរនៅខាងជើងនិងខាងត្បូងចោលទាំងអស់ទៅប៉ានោះវាជាគ្រឹះរបស់ត្រកូលយើងណាកុំល្ងងពេកបើមិនហ៊ានលះបង់ក៏មិនអាចទទួលបានជោគជ័យធំដែរចាស់ម្នាក់នេះកាន់តែបង្កការលំបាកវាបង្ហាញថាលោកចុងកាន់តែចង់សាកល្បងសមត្ថភាពយើងដល់ពេលសំខាន់ហើយឲ្យតែចុះហត្ថលេខាលើកិច្ចសន្យានេះលុយរាប់រយលានមិនមែនជារឿងពិបាកទេទៅធ្វើឲ្យលឿនទៅនេះជាជំហានចុងក្រោយហើយគ្មាននរណាម្នាក់អាចមករ៉ារ៉ាំងផ្លូវជោគជ័យរបស់ត្រកូលលីនបានឡើយ